វត្តនៃកម្ពុជានិងការចងអាឃាតរឿងនាងកាលីយခိនីសាច់រឿងនេះគឺជាមេរៀនដ៏មានតម្លៃបំផុតដែលដកស្រង់ចេញពីព្រះត្រៃបិដកបង្ហាញពីការសងសឹកមិនចេះចប់មិនចេះហាយដែលឆ្លងកាត់រាប់រយជាតិរហូតដល់ត្រូវបានរំងាប់ដោយព្រះធម៌នៃព្រះសម្មាសម្ពុទ្ធកាលពីព្រេងនាយមានគ្រួសារមួយមានស្វាមីនិងភរិយារស់នៅយ៉ាងសុខសាន្តប៉ុន្តែភរិយាដើមគឺជាស្ត្រីអាលគ្មានកូនដោយខ្លាចស្វាមីមានអ្នកថ្មីហើយមកបង្កាច់បង្ខូចអំណាចខ្លួននាងក៏សម្រេចចិត្តទៅរកស្ត្រីម្នាក់មកឲ្យស្វាមីធ្វើជាប្រពន្ធចុងដោយខ្លួនឯងប៉ុន្តែនៅពេលប្រពន្ធចុងមានផ្ទៃផ្ទក់ចិត្តរិស្យាក៏កើតឡើងនាងបានលួចដាក់ថ្នាំពិក្នុងអាហារឲ្យប្រពន្ធចុងផឹករហូតដល់រលូតកូនអស់2លើកឈានដល់លើកទី3ប្រពន្ធចុងដឹងខ្លួនទាន់ក៏លាក់រឿងមានផ្ទៃផ្ទក់ប៉ុន្តែនៅតែមិនអាចគេចផុតពីល្បិចកលប្រពន្ធដើមលើកនេះថ្នាំពិសខ្លាំងពេកបណ្ដាលឲ្យនាងស្លាប់ទាំងម្ដាយទាំងកូនមុននឹងដង្ហើមចុងក្រោយបានដាច់ទៅនាងប្រពន្ធចុងបានសម្លឹងមើលមុខប្រពន្ធដើមដោយកែវភ្នែកក្រហមឆ្អៅនិងពោលពាក្យសច្ចាប្រណីធានថាជាតិក្រោយសូមឲ្យអញបានកើតជាយក្ខិនីដើម្បីបានស៊ីកូនឯងសងសឹកវិញក្រោយពីស្លាប់ទៅកម្ពីបានដឹកនាំពួកគេឲ្យទៅកើតជាសត្វដើម្បីបន្តការសងសឹកជាតិទី1ប្រពន្ធចុងកើតជាមេឆ្មាប្រពន្ធដើមកើតជាមេមាន់មេឆ្មាតែងតែលួចស៊ីពងមាន់និងខំស៊ីមេមាន់ជាអាហារជាតិទី2មេមាន់ស្លាប់ទៅកើតជាមេខ្លាមេឆ្មាស្លាប់ទៅកើតជាមេប្រៅមេខ្លាតែងតែដិនខំស៊ីមេប្រៅជាអាហារវិញម្ដងជាតិទី3ជាតិចុងក្រោយប្រពន្ធចុងគឺមេប្រៅកើតជានាងកាលីយခိនីចំណែកប្រពន្ធដើមគឺមេខ្លាកើតជានាងកុលធីតាគឺស្ត្រីអ្នកមានត្រកូលក្នុងជាតិជាយក្ខិនីនាងបានតាមស៊ីកូនរបស់នាងកុលធីតាអស់2នាក់រួចមកហើយដល់កូនទី3នាងកុលធីតាភ័យខ្លាចពេកក៏បីកូនរត់គេចខ្លួនទៅផ្ទះម្ដាយប៉ុន្តែត្រូវនាងយក្ខិនីដេញតាមពីក្រោយប្រគិតក្នុងស្ថានភាពអាសន្នសេចក្តីស្លាប់នៅចំពោះមុខនាងកុលធីតាបានរត់ចូលទៅក្នុងវត្តជាតវ័នហើយបានយកកូនទៅដាក់ក្បែរព្រះបាទនៃព្រះសម្មាសម្ពុទ្ធដើម្បីសុំការការពារព្រះពុទ្ធអង្គទ្រង់ជ្រាបដោយញាណក៏ត្រាស់ហៅនាងទាំងពីរឲ្យចូលមកជិតហើយសម្ដែងព្រះធម៌អប់រំថាណែនាងទាំងពីរបើពួកនាងមិនបានជួបតថាគតទេពារនេះនឹងបន្តទៅរាប់ពាន់ជាតិទៀតមិនខានការចងពៀមិនអាចរំងាប់ដោយការចងពៀឡើយទ្រង់បានសូត្រព្រះគាថាដ៏ល្បីល្បាញថាអ្នកហិវេរណៈវេរនិសមន្តិធិកោតាចនំអវេរណៈចសមន្តិអេសធម្មោសនន្តនោក្នុងលោកនេះពៀទាំងឡាយមិនដែលរំងាប់ដោយការចងពៀឡើយប៉ុន្តែតែងរំងាប់ដោយការមិនចងពៀវិញនេះជាច្បាប់ធម្មជាតិដ៏បុរាណអត្ថន័យអប់រំនិងការវិភាគសាច់រឿង1. ពៀរំងាប់ដោយការមិនចងពៀនេះគឺជាខ្លឹមសារសំខាន់បំផុតប្រសិនបើភាគីម្ខាងមិនចេះអត់ឱននិងព្យាយាមសងសឹកគ្នាទៅវិញទៅមកនោះភ្លើងកម្មនឹងឆេះរលរៀលមិនចេះចប់បង្កើតជាវដ្តនៃសេចក្តីទុក្ខ 2. អានុភាពនៃចិត្តអាឃាតសាច់រឿងបង្ហាញថាចិត្តដែលពោពេញដោយសេចក្តីស្អប់ខ្ពើមនិងការដាក់បណ្ដាសាទមានកម្លាំងខ្លាំងក្លាដែលអាចបញ្ជូនបុគ្គលឲ្យទៅកើតในកំណើតផ្សេងដើម្បីតែតាមធ្វើបាបគ្នាទេ 3. គ្រោះថ្នាក់នៃសេចក្តីរិស្យាដើមហេតុនៃរឿងនេះកើតចេញពីភាពរិស្យារបស់ប្រពន្ធដើមដែលខ្លាចបាត់បង់អំណាចសេចក្តីរិស្យាប្រៀបដូចជាថ្នាំពិសដែលសម្លាប់ទាំងអ្នកដទៃនិងសម្លាប់ទាំងសេចក្តីសុខរបស់ខ្លួនឯង 4. ព្រះធម៌ជាថ្នាំព្យាបាលមានតែបញ្ញានិងការយល់ដឹងពីច្បាប់កម្មផលដែលតំណាងឲ្យព្រះពុទ្ធប៉ុណ្ណោះដែលអាចកាត់ផ្ដាច់ខ្សែចំណងនៃកម្មពៀដ៏ស្មុគស្មាញបាន 5. ការអត់ឱនគឺជាជ័យជំនះពិតប្រាកដការដែលនាងកុលធីតាលះបង់ការសងសឹកនិងនាងយក្ខិនីឈប់តាមព្យាបាទគឺជាការដំឡោះខ្លួនចេញពីគុកនៃសេចក្តីស្អប់